សួស្តីបងប្អូនទាំងអស់គ្នាពេលនេះគឺជាម៉ោង 8:40 នាទីនេះគឺជាទិដ្ឋភាពការសាងសង់និងអភិវឌ្ឍនៅក្នុងកំពង់ផែខេត្តស្ទឹងត្រែងបងប្អូនឥឡូវគឺថាស្រស់ស្អាតខ្លាំងមែនទែនបាទមានសោភ័ណភាពខ្លាំងមែនទែនហើយនោះគឺជាស្ពានសីកុងបាទនេះជាកំពង់ផែកំចម្លងទៅកោះកន្ទុយគោបងប្អូនទាំងអស់គ្នានោះគឺជាសាលានេះគឺជាបាទទិដ្ឋភាពបាទបងប្អូនជាពលរដ្ឋយើងកំពុងតែទិញដូរលក់ត្រីស្រស់ៗនៅតាមមាត់ទន្លេនេះបាទស្អាតខ្លាំងមែនទែនបងប្អូនអាចមកលេងនៅទីនេះបានគឺមានកៅអីសម្រាប់អង្គុយនឹងឡើងគឺ fresh ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាស្អាតខ្លាំងមើលទេសភាពពេលថ្ងៃលិចបងប្អូនបាទហើយនោះគឺជាទន្លេមេគង្គដែលហូរកាត់ទៅច្រោះចាក់ទៅប្រទេសឡាវបងប្អូនបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាទ